នេះអាហារពេលព្រឹកខ្ញុំនៅក្នុងប្រទេសដាណឺម៉ាកពពួកឆុកឆូកូឡេតឆូកូហើយជាមួយនឹងទឹកដោះស្រូវចេញពីស្រូវចេញពីស្រូវចេញពីអង្គទឹកដោះទឹកដោះស្រូវអាហារពេលព្រឹកតាមពិតខ្ញុំជាធម្មតាខ្ញុំញ៉ាំបាយដែរទេពេលព្រឹកឬក៏ខ្ញុំឆុងមីធ្វើកាទៀវញ៉ាំខ្លួនឯងព្រោះនៅក្នុងប្រទេសដាណឺម៉ាកនេះពេលខ្លះខ្ញុំញ៉ាំជាមួយប្តីខ្ញុំញ៉ាំនំប៉័ងនំអីចឹងពេលខ្លះខ្ញុំធុញចឹងខ្ញុំដាំបាយញ៉ាំខ្លួនឯងធ្វើម្ហូបខ្មែរអញ្ចឹងទៅប៉ុន្តែមួយថ្ងៃនេះខ្ញុំនិយាយត្រង់ទៅខ្ញុំធ្វើម្ហូបងាយញ៉ាំអីងាយដោយសារអីខ្ញុំតាមដានព័ត៌មាននៅខ្មែរច្រើនខ្ញុំនិយាយមែនណាខ្ញុំអត់នៅខ្មែរផងខ្ញុំគ្រាន់តែតាមដានព័ត៌មានខ្ញុំឡើងនិយាយត្រង់នឹងដេកអត់លក់ឡើង4-5ជប់ហើយនេះខ្ញុំរបៀបថាចេះយើងដេកទៅយើងយូរសពពីនេះពីនោះច្រើនអញ្ចឹងណាពេលយើងតាមដានព័ត៌មានពីនេះពីនោះហើយឃើញព័ត៌មានសេតពីម្សិលដែរគេធ្វើការគិតប្រជុំខ្មែរថៃហើយនិងម៉ាឡេតែវាអត់ជោគជ័យអញ្ចឹងណានិយាយត្រង់ទៅយើងនៅនេះយើងវាអត់មានអីពិបាកទេតែអ្នកនៅខ្មែរជាពិសេសអ្នកដែលនៅជាប់ជីដែនអ្នកដែលជាប់ជីដែនថៃដែលកំពុងត្រូវជម្លៀសខ្លួនឬក៏កងទ័ពខ្ញុំនិយាយមែនខ្ញុំឡើងខ្ញុំមានអារម្មណ៍ថាចេះប្រទេសយើងស្លូតមែនតើមែននៅពេលខ្លះមនុស្សយើងតែស្លូតពេកគេជន់ហើយមិនបាញ់និយាយប្រទេសនឹងប្រទេសទេនិយាយតែត្រឹមគ្រួសារនិងគ្រួសារបងប្អូនឯងនៅក្នុងគ្រួសារតែកាលណាយើងស្លូតយើងអត់សូវមានអំណាចយើងទឹកមាត់យើងសាបយើងទៅណាក៏សាបដែរពេលខ្លះឈឺចិត្តក៏វាអត់មានអីនិយាយគាត់ថានេះជាអ្វីដែលយើងចាំខ្ញុំតាំងពីតូចមកក្រដោយសារតែក្រខ្ញុំគឺប្រឹងណាស់ប្រឹងទាំងរៀនប្រឹងទាំងធ្វើការប្រឹងទាំងរកលុយប៉ុណ្្នឹងឯងនៅមានអ្នកជន់ខ្ញុំម្ដងចោះតម្រាំតែយើងស្លូតយើងស្លូតយើងត្រង់ហើយយើងអត់សូវមានលុយយើងអត់សូវមានអំណាចមិនបាច់ទៅដល់ទីណាក៏យើងទឹកមាត់យើងសាបដូចទឹកទន្លេអញ្ចឹងពេលខ្លះគឺយើងពិបាកក្នុងការចង់បានខ្ញុំជឿថាមិនមែនគេមិនដឹងថាយើងជាអ្នកជនរងគ្រោះទេតែពេលខ្លះពិភពលោកគឺគេមើលលើផលប្រយោជន៍มันបាច់ដល់ពិភពលោកទេត្រឹមតែគ្រួសារនិងមិត្តភ័ក្តិក្រុមកន្លែងធ្វើការងារធម្មតាក៏បងប្អូនមើលឃើញដែរអញ្ចឹងតែខ្លះគឺវាអញ្ចឹង